ដៅថៃចេញប្រតិកម្មក្រោយកម្ពុជានាំរឿង MOU លេខ44ទៅកាន់អង្គការសហប្រជាជាតិ UN ក្រោយសម្ដេចហ៊ុនម៉ាណែតបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី2ខែឧសភាឆ្នាំ2026នេះកម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ UN ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ UN ឃ្លោកជុំវិញបញ្ហាទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃគណៈភាគីកម្ពុជាធ្លាប់បានបញ្ជាក់ថាការលុបចោល MOU ដែលឯកតោភាគីអាចជះឥទ្ធិពលដល់ដំណើរការចរចាទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជាបានធ្វើការអះអាងថាបញ្ហានេះគួរតែត្រូវបានធ្វើការដោះស្រាយដោយផ្អែកទៅលើច្បាប់អន្តរជាតិនិងយន្តការសន្តិវិធីដើម្បីរក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសជិតខាងឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះលោកអនុទានថាលោកមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពាក់ព័ន្ធនឹងកម្ពុជាការដែលដាក់បណ្ដឹងទៅកាន់អង្គការសហប្រជាជាតិ UN ជុំវិញការដែលលុបចោលជាឯកតោភាគីនៃអនុសារណៈយោគយល់គ្នា MOU លេខ44នៅឡើយទេលោកអនុទានបានបញ្ជាក់ថាលោកមិនបានដឹងអំពីព័ត៌មានលម្អិតអំពីបញ្ហានេះទេប៉ុន្តែលោកបានធ្វើការអះអាងថា MOU លេខ44លោកបានជម្រាបជូនមេដឹកនាំកម្ពុជារួចហើយក្នុងកំឡុងពេលនៃកិច្ចប្រជុំអាស៊ានកន្លងមកលោកបានបន្ថែមថាភាគីកម្ពុជាបានបង្ហាញការយល់ដឹងអំពីជំហររបស់ថៃផងដែរនេះបើយោងទៅតាម PPTV HD 36ថៃនាយករដ្ឋមន្ត្រីថៃអះអាងថាប្រទេសថៃនឹងបន្តប្រើប្រាស់នៅក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UN ឃ្លោកជាមូលដ្ឋាននៅក្នុងការដោះស្រាយលើបញ្ហាពាក់ព័ន្ធទោះបីជាមិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ជំហានបន្ទាប់ក៏ដោយលោកអនុទានថាក្នុងជំនួបជាមួយមេដឹកនាំអន្តរជាតិរួមជាមួយអង្គការសហប្រជាជាតិនានារួមទាំងអង្គការ UNESCO មិនមានភាគីណាមួយបានលើកឡើងអំពីបញ្ហានេះឬក៏មានការស្នើសុំឲ្យខាងភាគីថៃផ្លាស់ប្ដូរនៅជំហររបស់ខ្លួននោះឡើយខ្ញុំឈួនអ្នកគ្រី MHJ TV